taការរស់នៅមានន័យអីបើគង់តែបែកគ្នាដែរបើគង់តែស្លាប់បើគង់តែប្រត់ប្រាស់តើតែយើងស្គាល់ភាពស្លាប់ទៅយើងដឹងថាយើងរស់នៅមិនមានន័យថាមិនគាត់តែនិយាយដល់ឡើងពឺហោមគឺនៅពេលដែលមានតួអង្គម្នាក់នៅក្នុងគ្រួសារគាត់នឹងស្លាប់ហើយគាត់កំពុងតែ3តួអង្គហ្នឹងគាត់បានតែសេថាដើរកាត់នៅផ្លូវហ្នឹងពេលយប់ពលឺព្រះច័ន្ទកំពុងតែបែកសាច់នៅលើផែនដីអញ្ចឹងណាហាក់ដូចជាគេបាញ់អំបិលអញ្ចឹងដើម្បីបង្ហាញអំពីទឹកចិត្តរបស់តួអង្គនៅពេលហ្នឹងគឺគាត់ឈឺចាប់ដោយគេយកអំបិលមកដាក់នៅលើស្នាមរបួសអញ្ចឹងខ្ញុំទៅតែអានចប់សៀវភៅហ័រជឿនិពន្ធដោយអ៊ីហ័រហើយនេះគឺជាគំនិតរបស់ខ្ញុំតាក់ទងនឹងសៀវភៅហ្នឹងចំណុចទី1ដែលតាក់ចិត្តនៅក្នុងរឿងហ្នឹងគឺភាសានៃការប្រើប្រាស់របស់គាត់ដោយសារសៀវភៅហ្នឹងគឺជីវិតរបស់ហ្វូគួយហ្នឹងគឺគាត់ខ្លួនឯងអ្នកនិយាយអ្នកពិពណ៌នាឲ្យគេស្ដាប់ក្រោយមកអញ្ចឹងណាដោយសារក្នុងនាមគាត់ជាអ្នកដែលអាចហៅគាត់ថាគាត់ជាអ្នកចំការដ៏សាមញ្ញម្នាក់គាត់ពីមុនទោះបីគាត់ធ្លាប់ជាកូនអ្នកមានតែគាត់រៀនមិនសូវប្រកែហ្មងទេដូច្នេះការប្រើប្រាស់ពាក្យរបស់គាត់ក៏វាសមនឹងកម្រិតវប្បធម៌របស់គាត់ដែរខ្ញុំឃើញថាអ្នកនិពន្ធអ៊ីហ័រហ្នឹងគឺគាត់ប្រកែក្នុងការប្រើប្រាស់ពាក្យដ៏សាមញ្ញដែលយើងជឿថាចេញពីមាត់របស់តួអង្គហ្នឹងហ្មងណាប៉ុន្តែទោះបីជាពាក្យសាមញ្ញមិនក៏ដោយតែវាអាចចាក់ដោតចិត្តរបស់យើងបានឧទាហរណ៍មានចំណុចមួយដែលខ្ញុំចាំដល់ឥឡូវនេះគាត់និយាយដល់ឡើងពឺហោមគឺនៅពេលដែលមានតួអង្គម្នាក់នៅក្នុងគ្រួសារគាត់នឹងស្លាប់ហើយគាត់កំពុងតែ3តួអង្គហ្នឹងពេលយប់ចឹងណាហើយដើរកាត់កន្លែងមួយហ្នឹងគឺគាត់បានតែសេថាដើរកាត់នៅផ្លូវហ្នឹងពេលយប់ពលឺព្រះច័ន្ទកំពុងតែបែកសាច់នៅលើផែនដីចឹងណាហើយសម្រាប់គាត់គឺមើលទៅហាក់ដូចជាគេបាញ់អំបិលចឹងហើយកន្លែងហ្នឹងគឺខ្ញុំមើលដល់កន្លែងហ្នឹងខ្ញុំអង្គុយយំហ្មងដោយសារមនុស្សខ្ញុំប្រកែយំស្រាប់តែដោយសារមួយទៀតណាគឺគាត់បានប្រើប្រាស់ពាក្យដែលសាមញ្ញបំផុតគឺពាក្យអំបិលដើម្បីបង្ហាញអំពីទឹកចិត្តរបស់តួអង្គនៅពេលហ្នឹងគឺគាត់ឈឺចាប់ដោយគេយកអំបិលមកដាក់នៅលើស្នាមរបួសអញ្ចឹងណាបើសិនជាពេលហ្នឹងគាត់មិនមែនកំពុងតែបីសាកសពនៃមនុស្សដែលគាត់ស្រឡាញ់ទេបើគាត់កំពុងដើរលេងសប្បាយអញ្ចឹងប្រហែលជាគាត់មើលទៅទេសភាពដែលមានព្រះច័ន្ទរំលេចពណ៌មកលើផែនដីហ្នឹងគាត់ប្រហែលជាអាចនឹងថាមើលទៅដូចជាគេបាចស្ករអញ្ចឹងព្រោះស្ករវាផ្អែមយើងនឹកឃើញដល់ស្ករនៅពេលដែលយើងសប្បាយចិត្តហើយយើងនឹកឃើញដល់អំបិលនៅពេលដែលយើងពិបាកចិត្តគ្រាន់តែការប្រើប្រាស់ពាក្យតែមួយម៉ាត់ហ្នឹងណាគឺវាសម្រាប់ខ្ញុំគឺបានន័យថាអ៊ីហ័រហ្នឹងគឺគាត់ប្រកែក្នុងការហើបពាក្យណាវាមិនពិបាកទេដែលយើងប្រើពាក្យលំបាកដើម្បីពិពណ៌នាអារម្មណ៍អីគេមួយប៉ុន្តែអ្នកដែលអាចយកពាក្យដែលធម្មតាមែនតើយកមកដាក់ចូលគ្នាពិពណ៌នាអារម្មណ៍មួយឲ្យចាក់ដោតខ្លាំងខ្ញុំគិតថាហ្នឹងគឺប្រកែហើយហ្នឹងគឺគ្រាន់ជាឧទាហរណ៍មួយឯងគឺមានឧទាហរណ៍ជាច្រើននៅក្នុងសៀវភៅហ្នឹងដែលបង្ហាញថាជីវិតដ៏សាមញ្ញរបស់ហ្វូគួយហ្នឹងការគិតដ៏សាមញ្ញរបស់គាត់ក៏មិនបង្ហាញថាអារម្មណ៍របស់គាត់សាមញ្ញខ្លាំងដែរអារម្មណ៍របស់គាត់ក៏ជ្រាលជ្រៅដូចអ្នកដែលចេះដឹងដូចអ្នកដែលអានសៀវភៅ100,000 ក្បាលអញ្ចឹងចាហើយចំណុចទី2គឺការបង្ហាញពីពេលវេលារបស់អ្នកនិពន្ធនៅក្នុងរឿងហ្នឹងនៅពេលដែលខ្ញុំអានសៀវភៅហ្នឹងវាមានកន្លែងខ្លះគឺគេនិយាយតែតិច10ឆ្នាំ20ឆ្នាំបានកន្លងផុតហើយមានកន្លែងខ្លះតែមកយប់ពេលគាត់ទៅសេឡើងច្រើនទំព័រហើយសម្រាប់ខ្ញុំគិតថាអាហ្នឹងគឺត្រូវវាហាក់ដូចជាជីវិតរបស់យើងអញ្ចឹងពេលខ្លះធ្វើបាក់មួយឆ្នាំទៅមួយឆ្នាំមានអារម្មណ៍ថាលឿនមែនតើប៉ុន្តែពេលខ្លះរឿងដែលដូចថាកើតឡើងដែលវាប៉ះពាល់ដល់អារម្មណ៍យើងខ្លាំងរឿងហ្នឹងតែ2-3ថ្ងៃទេប៉ុន្តែវាហាក់ដូចជារាប់ឆ្នាំអញ្ចឹងនៅក្នុងការចងចាំរបស់យើងអញ្ចឹងដូចគ្នានៅក្នុងសៀវភៅហ្នឹងដោយសារវាពិពណ៌នាពីជីវិតរបស់ហ្វូគួយហ្នឹងតាំងពីដំបូងរហូតដល់ក្រោយមកពេលគាត់ចាស់ហើយវាបដូចខ្លួនឯងទៅនឹងការចងចាំរបស់មនុស្សគឺមានពេលខ្លះលឿនអញ្ចឹងទៅរាប់ឆ្នាំលឿនកន្លែងខ្លះវាខ្លីទេប៉ុន្តែនៅក្នុងការចងចាំរបស់យើងគឺវាធំគឺយើងនិយាយអាហ្នឹងច្រើនគឺយើងចាំវាច្រើនអញ្ចឹងខ្ញុំគិតថានឹងក៏ជាចំណុចដ៏ពិសេសមួយនៃសៀវភៅហ្នឹងដែរគឺគេហៅថា pacing គឺការដែលគាត់ដំណើរនៃការគាត់ទៅសេរឿងហ្នឹងគឺត្រូវហ្មងកន្លែងណាដែលគាត់ត្រូវយឺតគឺគាត់យឺតកន្លែងណាដែលគាត់ត្រូវលឿនគឺគាត់លឿនគាត់អត់ធ្វើឲ្យយើងធុញនឹងនៅដូចថាអូយពេលណាមកដល់កន្លែងមួយទៀតពេលណាមកដល់កន្លែងមួយទៀតអញ្ចឹងណាចាហើយដល់ចំណុចទី3អានេះ spoiler ណាអ្នកណាដែលអត់ចង់ដឹងរឿង spoil កុំអាចឈប់មើលវីដេអូធំហ្នឹងបានគឺគាត់បាននិយាយអំពីអត្ថន័យនៃការរស់នៅដូចខ្ញុំនិយាយចឹងសភៅហ្នឹងដាក់ចំណងចឹងរស់នៅប៉ុន្តែដល់ពេលយើងអានទៅគឺមានមនុស្សស្លាប់ច្រើនមែនតើហ្មងណាហើយធ្វើឲ្យយើងពេលខ្លះយើងឆ្ងល់ថាអូយងាប់ហើយតើការរស់នៅមានន័យអីបើគង់តែបែកគ្នាដែរបើគង់តែស្លាប់បើគង់តែប្រត់ប្រាស់ប៉ុន្តែអ្នកនិពន្ធគឺគាត់បានឆ្លើយនៅសំណួរហ្នឹងនោះគឺគាត់ថាតើតែយើងស្គាល់ភាពស្លាប់ទៅយើងដឹងថាយើងរស់នៅមិនមានន័យថាមិនអាហ្នឹងទី1ទី2គឺអ្នកដែលប្រត់ប្រាស់ពីយើងទៅគឺវាអត់អាចទប់បានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងពេលពួកគាត់ទៅបាត់ហើយយើងមិនទុកពួកគាត់ចោលទេពួកគាត់នៅទៅជាមួយយើងអញ្ចឹងពួកគាត់នៅជាមួយយើងពួកគាត់នៅជាផ្នែកមួយនៃការចងចាំរបស់យើងពួកគាត់នៅទៅជាផ្នែកមួយនៃធម្មជាតិនៃចរិតនៃការយល់ឃើញនៃការចងចាំរបស់យើងដែលប៉ះ
ដែលធ្វើឲ្យយើងខ្លាយទៅជាមនុស្សបើអត់មានគាត់យើងអត់ខ្លាយជាមនុស្សអញ្ចឹងនៅពេលឥឡូវហ្នឹងនេះគឺជាអ្វីដែលខ្ញុំបានរៀនពី Fukui ហ្នឹងរហូតដល់ចុងក្រោយនិយាយទៅដល់ខំប្រឹងមើលដល់ចុងក្រោយទៅយល់ពីអត្ថន័យហ្នឹងប្រហែលជារឿងមែនតែនវាមិនដល់ថ្នាក់ហ្នឹងទេប៉ុន្តែនៅក្នុងជីវិតយើងតែងតែមានការបាត់បង់អញ្ចឹងដូចគ្នាបាត់បង់ដោយសារគេចាក់ចេញពីជីវិតយើងឬក៏គេចាក់ចេញពីពិភពលោកនេះឬក៏មិនក៏ដោយគឺមានការបាត់បង់ដូចគ្នាតិចច្រើនក៏ដោយអញ្ចឹងគឺគាត់បានបង្រៀនឲ្យយើងធ្វើមិនទទួលយកការបាត់បង់ហ្នឹងធ្វើមិនយើងគួរតែសប្បាយចិត្តនៅពេលដែលមានហើយពេលដែលបាត់បង់ទៅយើងគួរតែកុំគិតថាវាជាការបាត់បង់យើងគ្រាន់គិតថាយ៉ាងហោចណាស់យើងធ្លាប់មានគាត់ហើយគាត់នៅតែនៅក្នុងការចងចាំរបស់យើងដដែលប៉ុណ្្នឹងឯងបងប្អូនណាដែលចាប់អារម្មណ៍នឹងសភៅហ្នឹងណាគឺអាចទៅរកអាន version ជាចិនបានបើសិនជាចេះចិនឬក៏ version ជាអង់គ្លេសបាន